Nẹ mô ta sạ phẹ ca vẹ tao a rẹ hạ tao sama sambuddhassa. Nẹ mô ta sạ phẹ ca vẹ tao a rẹ hạ tao sama sambuddhassa. Nẹ mô ta sạ phẹ ca vẹ tao a rẹ hạ tao sama sambuddhassa. Ri kệ rì ya namaskar ថ្វាយបង្គំចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញេយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយរោគាចេវ័នអន្តរាយាចឧបណាចេឧបតវាពុទ្ធាតិអានុភាវេនៈដោយការតាំងបទនមស្ការមកខាងលើនេះក៏សូមបញ្ជាបងនៅឧបទ្រពទាំងឡាយទាំងពួងកំបីកើតមានដល់ព្រះថេរានុថេរៈព្រមទាំងញោមញាតិពុទ្ធបរិស័ទជាអ្នកស្ដាប់នៅសំឡេងព្រះធម៌នាវេលាឱកាសពេលនេះផងដែរគឺត្រូវនឹងថ្ងៃពុធទី3 ខែមិថុនាឆ្នាំ2026ក្នុងវេលាឱកាសពេលនេះគឺខ្ញុំព្រះករុណាអាត្មាចង់លើកយកនៅពុទ្ធវចនៈគឺជាពាក្យពេចន៍របស់ព្រះសម្មាសម្ពុទ្ធគឺវិសុទ្ធិមគ្គបាលីប្រែអញ្ចឹងភាសាបាលីប្រសិនជាអត់ប្រែប្រកបណាស់នឹងមិនអាចស្ដាប់បានចំពោះអ្នកដែលមិនទាន់ចេះហើយក៏មិនអាចនឹងស្ដាប់បានគ្រប់ម៉ាត់ទាំងអស់នោះដែរហ្នឹងហើយអញ្ចឹងខ្ញុំបកណាអាត្មាមុននឹងលោកយកនៅពាក្យពេចន៍ទាំងអស់នេះប្រសិនបើមានការខុសឆ្គងដោយប្រការៈអ្នកណានីមួយនោះក៏សូមសំណាក់ខន្តីអភ័យទោសដល់អង្គខ្ញុំព្រះករុណាអាត្មាភាពផងដែរអញ្ចឹងសូមអានវិសុទ្ធិមគ្គនេះជាវគ្គបន្តរហូតដល់ចប់វិសុទ្ធិមគ្គប្រែភាគទី2ប្រែដោយសាស្ត្រាចារ្យរស់សវែនរៀបរៀងដោយភិក្ខុវិនយថរោមហាយិននឿនផ្សាយជាធម្មទានចេញពីវត្តខ្មែរសាន់តាអាណាសហរដ្ឋអាមេរិកលើកទី1ចំនួន 5000 ក្បាលរសាសិទ្ធពុទ្ធសករាជឆ្នាំ2556សេចក្តីថ្លែងអំណរគុណសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះព្រះភិក្ខុនីសង្ឃវត្តបញ្ញាស្ថិតនៅក្នុងសង្កាត់ក្រាំងធ្នង់ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញនិងពុទ្ធបរិស័ទជនជាតិតៃវ៉ាន់ដែលបានជួយទទួលបោះពុម្ពសៀវភៅវិសុទ្ធិមគ្គប្រែនេះដើម្បីចែកផ្សាយជាធម្មទានដល់សិក្ខាកាមទាំងឡាយសូមធម្មទាននេះបានសម្រេចផលដល់លោកអ្នកដែលបានចែកឋានទៅហើយមួយចំណែកផងមួយចំណែកទៀតសូមព្រះភិក្ខុនីសង្ឃជនជាតិចិនដែលមានទីស្នាក់ការនៅប្រទេសកម្ពុជានិងពួកពុទ្ធបរិស័ទដែលបានជួយឧបត្ថម្ភក្នុងធម្មទាននេះបានសម្រេចប្រយោជន៍តាមសេចក្តីប្រាថ្នាកំបីខានឡើយភិក្ខុវិនយថរោមហាយិននឿនវត្តខ្មែរសាន់តាអាណាថ្ងៃអាទិត្យ8កើតខែបោះឆ្នាំថោះត្រីស័កពុទ្ធសករាជឆ្នាំ2556ត្រូវនៅថ្ងៃទី19ខែមករាគ្រិស្តសករាជឆ្នាំ2012បកវិសេសឈ្មោះវិសុទ្ធិមគ្គប្រែភាគទី2នេះសម្រាប់រំកល់ទុកជាសម្បត្តិសង្ឃក្នុងបណ្ណាល័យមានវត្តភូមិឃុំស្រុកខេត្ត
ចឹងនៅត្រង់ចំណុចនេះគឺក្រណែផ្សាយនៅក្នុង YouTube ប៉ុន្តែមិនតម្កល់ទុកថានៅវត្តណាមួយទេត្រង់ចំណុចអស់នេះណាតើដាក់នៅក្នុងវត្តណាឈ្មោះអីភូមិអីឃុំអីទៅបំពេញត្រង់នេះអ្នកចែកភិក្ខុវិនយៈធរោមហាយនឿនអ្នកទទួលអ្នកអត់ទាន់មានរូបាំងជីរតិមច្ចានាំងនាមកោតាំងអ្នកជីរតិភិក្ខុវិនយៈធរោមហាយនឿនកើតថ្ងៃទី10ខែកក្កដាឆ្នាំ1952ភូមិទួលព្រំស្រុកមោងរស័យខេត្តបាត់ដំបងសាស្ត្រាចារ្យរស់សាវែនកើតថ្ងៃទី6ខែ1ឆ្នាំ1928នៅភូមិកោះសុទិនស្រុកកោះសុទិនខេត្តកំពង់ចាមរូបកាយរបស់សត្វទាំងឡាយតែងចាស់ក្រំគ្រាចំណែកឯនាមនិងកោដមិនដែលចាស់ជរាឡើយអារម្មភកថារបស់អ្នករៀបរៀងសៀវភៅបកវិសេសឈ្មោះវិសុទ្ធិមគ្គប្រែដែលសាធុជនអ្នកស្រឡាញ់ព្រះធម៌កំពុងតែអានជាប់នឹងដៃនេះបានកើតឡើងដោយព្រះរាជាយោបល់នៃសម្ដេចព្រះមហាខូសានន្ទវាយាវនៅពេលដែលខ្ញុំភិក្ខុវិនយៈធរោមហាយនឿនបានយកគម្ពីរមង្គលដ្ឋតិបនីប្រែទាំង4ភាគទៅថ្វាយសម្ដេចនៅវត្តសំពៅមាសខែវិសាខឆ្នាំកុលឆស័កពុទ្ធសករាជឆ្នាំ2539គឺឆ្នាំ1995នោះសម្ដេចទ្រង់បានមានព្រះរាជបន្ទូលថាសៀវភៅមង្គលដ្ឋតិបនីប្រែទាំង4ភាគនេះជួយជាប្រយោជន៍ដល់ពុទ្ធបរិស័ទខ្មែរយើងបានច្រើនណាស់បើអាចប្រែគម្ពីរវិសុទ្ធិមគ្គទាំង3ភាគដែលនៅជាភាសាបាលីមកជាភាសាសម្រាយខ្មែរយើងបានទៀតនោះគឺជាការប្រសើរណាស់ព្រោះខ្មែរយើងសពថ្ងៃនេះមានការខ្វះខាតក្បួនច្បាប់ខាងផ្នែកព្រះពុទ្ធសាសនាច្រើនណាស់សូមបកប្រែនិងរៀបរៀងសៀវភៅវិសុទ្ធិមគ្គទាំង3ភាគឲ្យបានជាបន្តទៅទៀតដើម្បីជួយដល់ខ្មែរយើងហេតុនេះខ្ញុំក៏បានទទួលថានឹងប្រែហើយរៀបរៀងធ្វើសៀវភៅវិសុទ្ធិមគ្គនេះឲ្យបានសម្រេចសមតាមព្រះរាជយោបល់នៃសម្ដេចព្រះមហាខូសានន្ទនៅក្នុងឆ្នាំកុលឆស័កពុទ្ធសករាជឆ្នាំ2539ដដែលនោះខ្ញុំក៏បានជួបប្រឹក្សាជាមួយលោកសាស្ត្រាចារ្យជាច្រើនរូបដែលកំពុងតែបង្រៀនសាមណនិស្សិតនៅពុទ្ធិកវិទ្យាល័យនាទីក្រុងភ្នំពេញរួមមានលោកសាស្ត្រាចារ្យរស់សាវែនលោកសាស្ត្រាចារ្យចិត្តជុនហៅចិនសោតនិងសាស្ត្រាចារ្យតែនសុខនជាដើមដើម្បីរួមដៃគ្នាបកប្រែគម្ពីរបកវិសេសឈ្មោះវិសុទ្ធិមគ្គដែលនៅជាភាសាបាលីមកជាភាសាសម្រាយខ្មែរយើងឲ្យបានចប់សពគ្រប់ទាំង3ភាគហើយក៏បានសម្រេចគ្នាជាឯកច្ឆន្ទថាឲ្យលោកសាស្ត្រាចារ្យចិត្តជុនទទួលប្រែភាគទី1លោកសាស្ត្រាចារ្យរស់សាវែនប្រែភាគទី2និងឲ្យលោកសាស្ត្រាចារ្យតែនសុខនទទួលប្រែភាគទី3ហើយបានសម្រេចឲ្យខ្ញុំជាអ្នកកែសម្រួលត្រួតពិនិត្យផ្ទៀងផ្ទាត់និងរៀបរៀងព្រមទាំងរកនៅថវិកាដើម្បីបោះពុម្ពផងបន្ទាប់ពីបានប្រឹក្សាគ្នារួចស្រេចហើយយើងទាំងអស់គ្នាមានសេចក្តីរំភើបខ្លាំងណាស់ចំពោះកិច្ចការធម្មទាននេះនៅពេលដែលលោកសាស្ត្រាចារ្យទាំង3បានបកប្រែមកជាភាសាខ្មែរយើងខ្លះៗហើយ
ក៏បានបញ្ជូននៅសំណៅដែលសរសេរជាអក្សរដៃទៅឲ្យខ្ញុំដើម្បីកែសម្រួលផ្ទៀងផ្ទាត់និងរៀបរៀងជាបណ្ដាពេលដែលខ្ញុំបានទទួលសំណៅនោះហើយខ្ញុំបានយកទៅពិនិត្យផ្ទៀងផ្ទាត់ជាមួយនឹងគម្ពីរវិសុទ្ធិមគ្គជាភាសាបាលីដែលព្រះពុទ្ធឃោសាចារ្យបានរៀបរៀងជាង 1000 ឆ្នាំកន្លងមកហើយនោះដើម្បីកុំឲ្យមានការខុសភ្លាំងភ្លាត់ពីភាសាបាលីដើមនោះដោយបានយកចិត្តទុកដាក់បំផុតតែបើមានការភ្លាំងភ្លាត់ដោយអចេតនាសូមលោកអ្នកអានជួយកែតម្រូវដើម្បីស្ថាបនាផងដូច្នេះការដែលលោកសាស្ត្រាចារ្យទាំងនោះបកប្រែនេះខ្ញុំឃើញថាបានប្រែតាមព្រះត្រៃបិដកខ្លះប្រែផ្សេងពីព្រះត្រៃបិដកខ្លះតែសេចក្តីនឹងអត្ថន័យมันជាខុសគ្នាទេលុះខ្ញុំឃើញដូច្នេះក៏ខ្ញុំក៏បានកែសម្រួលឲ្យត្រូវតាមព្រះត្រៃបិដកជាភាសាខ្មែរយើងហើយខ្ញុំបានដាក់ជាលេខយោងដើម្បីបញ្ជាក់ប្រាប់គម្ពីរភាគនិងទំព័រឲ្យបានច្បាស់និងដើម្បីងាយស្រួលក្នុងការស្រាវជ្រាវបន្ថែមសម្រាប់សាមណនិស្សិតនិងអ្នកប្រតិបត្តិខ្ញុំបានយកសំណៅវិសុទ្ធិមគ្គប្រែភាគទី1ដែលលោកសាស្ត្រាចារ្យចិត្តជនបានប្រែហើយនោះមកកែសម្រួលនិងរៀបរៀងមុនគេបង្អស់នៅក្នុងខែមិញពុទ្ធសករាជឆ្នាំ2539ថ្ងៃទី12ខែមីនាឆ្នាំ1996ហើយបានចប់សពគ្រប់នៅថ្ងៃច័ន្ទ3កើតខែផល្គុនឆ្នាំជួតអដ្ឋស័កពុទ្ធសករាជឆ្នាំ2540ត្រូវនៅថ្ងៃទី10ខែមីនាឆ្នាំ1997បន្ទាប់ពីរៀបរៀងនៅភាគទី1ចប់ហើយទើបខ្ញុំចាប់ផ្ដើមកែសម្រួលផ្ទៀងផ្ទាត់ភាគទី3ដែលលោកសាស្ត្រាចារ្យតែនសុខនបានបកប្រែខ្លះៗហើយបន្តទៅទៀតជាអកុសលគួរឲ្យសោកស្ដាយខ្លាំងណាស់លោកសាស្ត្រាចារ្យតែនសុខនប្រែបានតែពាក្យកណ្ដាលប៉ុណ្ណោះលោកក៏បានអនិច្ចកម្មទៅបន្សល់ទុកនៅភារៈនេះឲ្យទៅលោកសាស្ត្រាចារ្យនូជឹមទទួលប្រែបន្តទៅទៀតប៉ុន្តែសាស្ត្រាចារ្យនូជឹមប្រែបានតែ 3-4 ទំព័រក៏ឈប់ទៅវិញព្រោះមានការរវល់ខ្លាំងពេកដូច្នេះភារៈនេះត្រូវធ្លាក់មកលើខ្ញុំអ្នករៀបរៀងទៅវិញហើយខ្ញុំក៏បានចាប់ផ្ដើមប្រែនិងបានចប់សពគ្រប់នៅក្នុងថ្ងៃពុទ្ធ800ខែកដិកឆ្នាំខាលសង្ឃរដ្ឋិស័កពុទ្ធសករាជឆ្នាំ2542ត្រូវនៅថ្ងៃទី11ខែវិច្ឆិកាឆ្នាំ1998ហើយបានឲ្យភិក្ខុអឿសៅជួយវាយចម្លងតែពុំទាន់បានសម្រេចទេខ្ញុំត្រូវកែសារឡើងជាថ្មីម្ដងទៀតចំណែកឯសំណៅវិសុទ្ធិមគ្គប្រែភាគទី2វិញនោះភិក្ខុមហាសំយុះវត្តម៉ាក់ស៊ីនៅប្រទេសបារាំងទទួលយកទៅកែសម្រួលនិងរៀបរៀងតែលោករវល់ខ្លាំងពេកក៏បានប្រគល់មកឲ្យខ្ញុំកែសម្រួលនិងរៀបរៀងនៅឯប្រទេសសហរដ្ឋអាមេរិកវិញខ្ញុំក៏បានទទួលសំណៅវិសុទ្ធិមគ្គភាគទី2ដែលលោកសាស្ត្រាចារ្យរស់សវែនបកប្រែនោះមកចាប់ផ្ដើមកែសម្រួលនិងរៀបរៀងនៅថ្ងៃច័ន្ទ5កើតខែភទ្របទឆ្នាំចអដ្ឋស័កពុទ្ធសករាជឆ្នាំ2550ត្រូវនឹងថ្ងៃទី28ខែសីហាឆ្នាំ2026ហើយបានចប់សពគ្រប់នៅថ្ងៃអង្គារ3កើតខែចែកឆ្នាំជួតនបស័កពុទ្ធសករាជឆ្នាំ2551ត្រូវនៅថ្ងៃទី18ត្រូវនៅថ្ងៃទី8ខែមេសាឆ្នាំ2008គម្ពីរវិសុទ្ធិមគ្គប្រែទាំង3ភាគនេះដែលក្របានបោះពុម្ពផ្សាយនោះមកពីរងចាំភាគទី2ផង
នឹងព្រោះពុំតាន់មានថាវិការគ្រប់គ្រាន់ផងក្នុងការប្រែនឹងរៀបរៀងនេះខ្ញុំសូមខន្តីអភ័យទោសអំពីសំណាក់ប្រតិជាប្រគុណព្រះថេរានុថេរៈអស់លោកដែលឃ្លាវឆ្លាតក្នុងភាសាខ្មែរនិងភាសាបាលីហើយសូមមេត្តាអនុគ្រោះដល់អ្នករៀបរៀងផងខ្ញុំសូមទទួលនៅការរិះគន់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានឃើញកំហុសត្រង់កន្លែងណានីមួយនោះហើយផ្ដល់ជាយោបល់ដើម្បីនឹងជួយកែលម្អគម្ពីរវិសុទ្ធមគ្គប្រែទាំង3ភាគនេះឲ្យបានល្អប្រសើរឡើងនិងដើម្បីជួយទ្រទ្រង់នៅអាយុជីវិតនៃព្រះពុទ្ធសាសនារបស់អង្គព្រះសម្មាសម្ពុទ្ធនៃយើងឲ្យបានរីកចម្រើនរុងរឿងរៀងតទៅមុខទៀតហងសូមអរព្រគុណនិងសូមអរគុណទុកជាមុនភិក្ខុវិនយធរមហាយិននឿនវត្តខ្មែរសន្តាណាសហរដ្ឋអាមេរិកសេចក្តីថ្លែងអំណរគុណខ្ញុំអ្នករៀបរៀងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះលោកសាស្ត្រាចារ្យទាំង4រូបដែលបានលះបង់ពេលវេលាដ៏មានតម្លៃរបស់លោកហើយបានប្រឹងប្រែងប្រែគម្ពីរបកវិសេសឈ្មោះវិសុទ្ធិមគ្គទាំង3ភាគនេះឲ្យបានសម្រេចសមដោយសេចក្តីប៉ងប្រាថ្នាតាំងតែពីដើមរៀងមករហូតដល់ទីបញ្ចប់ចំពោះភិក្ខុប្រាជ្ញសារ៉ាននិងភិក្ខុហួតង៉ែតព្រមទាំងសហការីដែលបានជួយយកសំណៅវិសុទ្ធិមគ្គប្រែអំពីលោកសាស្ត្រាចារ្យចិត្តជន់មកឲ្យខ្ញុំដើម្បីកែសម្រួលនិងរៀបរៀងចំពោះភិក្ខុអឿសៅដែលបានយកចិត្តទុកដាក់ជួយវាយចម្លងគម្ពីរវិសុទ្ធិមគ្គប្រែភាគទី3ចំពោះព្រះមហាសំយុះដែលបានផ្ដល់ជាយោបល់និងគំនិតដ៏ល្អចំពោះសាមណនិស្សិតនិងសាស្ត្រាចារ្យមួយចំនួនទៀតជាពិសេសគឺលោកសាស្ត្រាចារ្យនៅពុទ្ធិកវិទ្យាល័យអឹងធួងវត្តពោវាលទីរួមខេត្តបាត់ដំបងដែលត្រូវការគម្ពីរវិសុទ្ធិមគ្គប្រែទាំង3ភាគនេះជាងគេហើយទទួលចង់បាននិងជំរុញឲ្យខ្ញុំប្រញាប់រៀបរៀងដើម្បីទុកជាប្រយោជន៍ដល់ព្រះពុទ្ធសាសនាផងនិងដល់សាមណនិស្សិតព្រមទាំងពុទ្ធបរិស័ទផងដែលជាហេតុធ្វើឲ្យខ្ញុំរឹងរិតតែមានកម្លាំងកាយចិត្តខិតខំកែសម្រួលពិនិត្យផ្ទៀងផ្ទាត់និងរៀបរៀងដើម្បីឲ្យបានសម្រេចជាគម្ពីរវិសុទ្ធិមគ្គប្រែទាំង3ភាគនេះឡើងចំពោះព្រះថេរានុថេរៈព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងអស់ដែលបានជួយឧបត្ថម្ភក្នុងធម្មទាននេះទាំងថវិកាទាំងកម្លាំងប្រាជ្ញានិងស្មារតីតាំងតែពីដើមមករហូតដល់គម្ពីរវិសុទ្ធិមគ្គប្រែនេះបានចប់សម្រេចជាស្ថាពរឧទ្ទិសកថាខ្ញុំសូមឧទ្ទិសព្រះរាជកុសលដែលកើតពីធម្មទានថ្លៃថ្លានេះថ្វាយសម្ដេចព្រះមហាខូសានន្ទវាយាវសូមទ្រង់សោយនៅព្រះរាជមហាកុសលនេះសមតាមព្រះរាជហឫទ័យសម្ដេចព្រះសង្ឃរាជទាំងពីរគណៈទាំងមហានិកាយទាំងធម្មយុត្តដែលទ្រង់សោយនៅព្រះទីវង្គតកន្លងទៅហើយនោះសូមព្រះអង្គទ្រង់សោយព្រះរាជមហាកុសលនេះសូមឧទ្ទិសកុសលនៃធម្មទាននាអានិសង្ឃនេះប្រគេនចំពោះព្រះថេរានុថេរៈព្រះសង្ឃសាមណនិស្សិតដែលបានបូជាជីវិតដើម្បីព្រះពុទ្ធសាសនាសម្រាប់ទុកឲ្យព្រះសង្ឃជំនាន់ក្រោយបានយកធ្វើជាគំរូដ៏ល្អសូមបានទទួលបុណ្យកុសលនេះកំបីខានឡើយចំពោះលោកសាស្ត្រាចារ្យតែនសុខនដែលបានកសាងធម្មទានខិតខំប្រែគម្ពីរវិសុទ្ធិមគ្គភាគទី3ទោះជាពុំទាន់បានចប់ចុងចាប់ដើមក៏ដោយនេះជាស្នាដៃមួយដ៏ល្អសម្រាប់ព្រះពុទ្ធសាសនាសូមលោកសាស្ត្រាចារ្យបានទទួលនៅកុសលនេះហើយបានទៅកើតក្នុងសុគតិភពសំតាមមโนរដ្ឋទៅហងចំពោះអ្នកដឹកនាំពួកបញ្ញវន្តអ្នកស្នេហាជាតិយុវជនយុវតីប្រជាពលរដ្ឋខ្មែរគ្រប់ជាន់ថ្នាក់ទាំងអស់
ដែលបានបូជាជីវិតដើម្បីមាតុភូមិដោយទឹកចិត្តដ៏ស្មោះត្រង់សូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងនោះបានទទួលនៅកុសលនេះសូមបានទៅកើតក្នុងទីសុខទីសួគ៌កំបីខានឡើយសូមប្រកេនមគ្គផលដែលកើតអំពីធម្មទាននេះចំពោះព្រះតេជៈប្រគុណព្រះថេរានុថេរៈព្រះសង្ឃគ្រប់ព្រះអង្គដែលបានជួយឧបត្ថម្ភក្នុងការបោះពុម្ពគម្ពីរវិសុទ្ធមគ្គប្រែទាំង3ភាគនេះឲ្យបានសម្រេចជាស្ថាពរសូមព្រះអង្គមានប្រជញ្ញមាយុយឺនយូរជាង100ព្រះវស្សាដើម្បីជាម្លប់ដ៏ត្រជាក់និងជាទីពឹងពាក់ពំនាក់អាស្រ័យដល់ពុទ្ធបរិស័ទទាំងឡាយតរៀងទៅសូមញោមញាតជាពុទ្ធបរិស័ទអស់លោកស្រីលោកយាយលោកតាកុមារាកុមារីទាំងអស់ដែលបានជួយឧបត្ថម្ភផងដែរនោះបានទទួលនៅកុសលឯកើតពីធម្មទាននេះស្មើគ្នាប្រាថ្នាយ៉ាងណាសូមឲ្យបានសម្រេចសមដោយសេចក្តីប្រាថ្នាទៅហងសូមជួនបុណ្យកុសលនេះផងដែរដល់អ្នកដឹកនាំខ្មែរគ្រប់ជាន់ឋានៈគ្រប់គណៈបកទាំងអស់សូមដឹកនាំប្រទេសជាតិប្រកបដោយជោគជ័យដើម្បីប្រយោជន៍សុខដល់ប្រជាជនដែលសង្ឃឹមទាំងស្រុងទៅលើមាគ៌ានៃការដឹកនាំដ៏ត្រឹមត្រូវសុចរិតយុត្តិធម៌និងសាមគ្គីភាពតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបកមានយុត្តិធម៌មានសន្តិភាពមានសាមគ្គីភាពមានសេចក្តីសុខអ្នកដឹកនាំប្រទេសជាតិតែចេះគោរពច្បាប់ជាធំស្រឡាញ់យុត្តិធម៌ចេះគោរពសិទ្ធិប្រជាជនមិនប្រើអំណាចផ្ដាច់ការមិនរំលោភសិទ្ធិសេរីភាពប្រជាជនរមែងធ្វើឲ្យប្រទេសជាតិបានរីកចម្រើនរុងរឿងធ្វើឲ្យប្រជាពលរដ្ឋបានសេចក្តីសុខសប្បាយផងដែរភិក្ខុវិនយៈធរោមហាយនឿនវត្តខ្មែរសន្តាណាសហរដ្ឋអាមេរិកថ្ងៃច័ន្ទ15កើតខែវិសាខឆ្នាំជួតសែងរថិស័កពុទ្ធសករាជ2552ត្រូវនៅថ្ងៃទី19ខែឧសភាឆ្នាំ2008អានិសង្ឃនៃការផ្សាយមេត្តាចិត្តចូលសាធុជនទាំងប្រុសទាំងស្រីប្រញាប់គ្មៀតក្មៃផ្សាយមេត្តាចិត្តជារៀងរាល់ថ្ងៃប្រពៃពេកពិតឲ្យបានណែបណិតនៅក្នុងចិន្តាអានិសង្ឃ11ដែលព្រះទ្រង់ញាណទេសនាទូមានប្រសើរអស្ចារ្យផ្សាយមេត្តាចិត្តកេងលក់សុខជាភ្ញាក់ឡើងដោយគ្នាសបាយពេកក្រៃយល់សពចម្លែកអាក្រក់ទាំងឡាយវិន័យខ្ចាត់ខ្ចាយទាំងយប់ទាំងថ្ងៃពួកមនុស្សស្រឡាញ់មិនឲ្យមានភ័យចិត្តដាថ្លាថ្លៃរាប់អានរកគ្នាទាំងពួកអមនុស្សមានចិត្តស្រឡាញ់មិនមានចិត្តខ្នាញ់មកជួយការពារទាំងពួកទេវតារសាដូចគ្នាឲ្យបានសុខជាប្រសើរថ្លៃថ្លាភ្លើងនិងថ្នាំពឹសទាំងសត្រាវុធមិនអាចប៉ះមុតត្រូវដល់កាយាចិត្តកើតសមាធិស្ងប់ល្អអស្ចារ្យទឹកមុខថ្លៃថ្លាស្រស់ល្អប្រំប្រៃនឹងមិនវង្វេងនៅពេលទៀបស្លាប់ព្រះពុទ្ធទ្រង់ប្រាប់ថាមានស្មារតីបើមិនទាន់បានគុណធម៌ប្រពៃជាព្រះអរិយបុគ្គលថ្លៃថ្លានឹងបានទៅកើតនៅឯព្រហ្មលោករំសាយទុក្ខសោកសប្បាយក្រៃណាព្រោះមេត្តាចិត្តអាណិតដល់គ្នាកំចាត់វេរាជាបាតចង្រៃផ្សាយឲ្យខ្លួនឯងនិងមនុស្សទាំងឡាយឲ្យបានសប្បាយរៀងរាល់ថ្ងៃយប់កុំចងកម្មពៀនឹងគ្នាធ្វើអ្វីរំលត់ទុក្ខភ័យដោយចិត្តមេត្តាភិក្ខុវិនយៈធរោមហាយនឿនមេត្តាធម៌ឈ្មោះធម៌អារម្មភកថារបស់អ្នករៀបរៀងសេចក្តីថ្លៃអំណរគុណឧទ្ទិសកថាមេត្តាធម៌អនុសតិកម្មដ្ឋាននិទេសទី8មរណសតិវិធីចម្រើនមរណសតិការរំលឹកដោយអាការៈ8អធិបាយអាការៈទី1អធិបាយអាការៈទី2អធិបាយអាការៈទី3យសៈមហន្តតោបញ្ញមហន្តតោថាមហន្តតោអធិមហន្តតោបញ្ញាមហន្តតោបច្ចេកពុទ្ធតោ
សម្មាសម្ពុទ្ធោអធិប្បាយអាការៈទី4អធិប្បាយអាការៈទី5អធិប្បាយអាការៈទី6ស្មួធัวនិគមអគាថាអធិប្បាយអាការៈទី8មរណៈសតិប្បដ្ឋានអានិសង្ឃនៃការចម្រើនមរណៈសតិកាយកតាសតិកាយកតាសតិដែលលោកប៉ងក្នុងទីនេះអធិប្បាយបាលីកាយកតាសតិភាវនានិទេសនៃកាយកតាសតិឧកហៈកោសលៈផ្លូវវិចាវិធីវាជាយចិត្តពួរត្រង់ទ្រាយទិសឱកាសបរិច្ឆេទកិច្ចដែលគួរដឹងមុននឹងប្រាប់ឧកហៈកោសលៈមនសិការៈកោសលៈមនសិការៈដោយលំដាប់មនសិការៈដោយមិនលឿនពេកមនសិការៈដោយមិនសង្ឃឹមពេកមនសិការៈដោយការការពារសេចក្តីរាយមាយមនសិការៈដោយរំលងនៅបញ្ញត្តិមនសិការៈដោយការលះបង់នៅលំដាប់មនសិការៈដោយអបបណាអធិចិត្តសោតស្មួធัวសីតិភាវសោតពោឆង្គៈកោសលៈសោតមុននឹងផ្ដើមកម្មដ្ឋានសក់រោមត្រចកថ្មីងស្បែកសន្តាននៃស្បែកផ្សេងវិធីកំណត់ស្បែកសាច់សរសៃឆ្អឹងខួរក្នុងឆ្អឹងតម្រងប៉ះសាវៈបេះដូងថ្លើមវាវក្រពះសួតពោះវៀនធំពោះវៀនតូចឈ្មោះធัวអាហារថ្មីពោះអាហារចាស់ខួរក្នុងក្បាលប្រមាត់ស្លេះខ្ទួសឈាមញើសខ្លាញ់ខាប់ទឹកភ្នែកខ្លាញ់រាវទឹកមាត់ទឹកសម្បោរទឹករំអិលទឹកម៉ូតនិមិត្តនិងអបបណាហេតុដែលហៅថាកាយកតាសតិអានិសង្ឃនៃការចម្រើនកាយកតាសតិអាណាបានសតិចតុកៈទី1ចតុកៈទី2ឈ្មោះធัวចតុកៈទី3ចតុកៈទី4ពង្រីកសេចក្តីនៃបាលីពាក្យសួរកែសន្តោបនិតោកែអសេចនតោពញ្ញុលសេចក្តីនៃបាលីឆ្លើយកែធៈស័ព្ទហេតុដែលត្រាស់អរញ្ញកតោលៈនៃទី1ហេតុដែលត្រាស់អរញ្ញកតោលៈនៃទី2ហេតុដែលត្រាស់អរញ្ញកតោលៈនៃទី3កែអត្ថបទផ្សេងនៃបាលីពាក្យឆ្លើយសតោករិយកែស័ព្ទអាសាបអាសាសៈបសាសៈកែស័ព្ទកាយបដិសង្វេទីកែប៉ះសម្ផស្សយ៉ាងកាយសង្ខារាំងនៃផ្លូវសមថៈនៃផ្លូវវិបស្សនាអត្ថាធិប្បាយក្នុងបដិសម្ភិទាមៈវិធីវឹកហាត់ធ្វើបញ្ចសន្ធិវិធីមនសិការៈកណនីវិធីរាប់ឈ្មោះធัวការរាប់យឺតវិធីរាប់រហ័សអនុពន្ធនាវិធីរាប់តាមខ្យល់លក្ខណៈដែលផ្សេងจากកម្មដ្ឋានដតីឧបាយនាំខ្យល់និមិត្តប្រកបផ្សេងគ្នាធัว3ប្រការនិមិត្តប្រកបហើយតើធ្វើយ៉ាងណាវិធីចម្រើនវិបស្សនាតកំណត់នាមរូបការពណ៌នាចតុកៈទី2ចតុកៈទី3ចតុកៈទី4អនិច្ចានុបស្ស័យវិរិយគានុបស្ស័យនិរោធានុបស្ស័យបដិនិសគានុបស្ស័យអានិសង្ឃអាណាបានសតិឧបស្សមានុសតិកែអត្តបាលីអានិសង្ឃឧបស្សមានុសតិព្រហ្មវិហារនិទេសទី9មេត្តាព្រហ្មវិហារឈ្មោះធัวបុគ្គលដែលមានទោសដល់ភាវនាចម្រើនមេត្តាក្នុងខ្លួនឯងជាមុនចម្រើនមេត្តារួមដែនទូមានខ្លួនពេលកើតបដិខៈទូមានខ្លួននៃទី1នឹកដល់ទោសនៃសេចក្តីក្រោធទូមានខ្លួននៃទី2នឹកដល់សេចក្តីល្អរបស់គេទូមានខ្លួននៃទី3សេចក្តីក្រោធធ្វើសេចក្តីទុក្ខឲ្យខ្លួនឯង
ទូមានខ្លួននៃទី4ពិចារណាកម្មរបស់ខ្លួនទូមានខ្លួននៃទី5ពិចារណាដល់ពពចរិយារបស់ព្រះពុទ្ធសីលវជាតកៈខន្តិវាទីជាតកៈជូលធម្មបាលជាតកៈឆតន្តជាតកៈមហាកបិជាតកៈភូរិតតជាតកៈចាំពេយៈជាតកៈសង្ឃបាលជាតកៈទូមានខ្លួននៃទី6ពិចារណាការតកតងក្នុងវដ្តសង្សារទូមានខ្លួននៃទី7ពិចារណាអានិសង្ឃនៃមេត្តាទូមានខ្លួននៃទី8ប្រើវិធីបំបែកធាតុទូមានខ្លួននៃចុងក្រោយធ្វើការញែកទៅទៀនសីមៈសម្ភេតៈរួមដែនឈ្មោះធัวមេត្តាឈានកែបល័យអបមញ្ញាអត្តនៃវិកុបណាអនោធិសោភរណា5អោធិសោភរណា7ទិសាភរណា10អបណា528កែអត្តមេត្តាអានិសង្ឃរឿងព្រះវិសាខថេករណាព្រំវិហារមុទិតាព្រំវិហារឧបេខាព្រំវិហារបកណ្ណកកថាវិនិច្ឆ័យដោយសេចក្តីវិនិច្ឆ័យដោយលក្ខណៈជាដើមប្រយោជន៍នៃព្រំវិហារសត្រូវចិត្តនិងឆ្ងាយរបស់ព្រំវិហារខាងដើមនឹងការចម្រើនអារម្មណ៍នៃព្រះវិហារនៃព្រំវិហារឧបេខាព្រំវិហារជាផលនៃព្រំវិហារទាំង3ខាងដើមព្រំវិហារ3ខាងដើមសម្រេចបានត្រឹមតែតតយៈឈានអបមញ្ញាមានអានុភាពផ្សេងគ្នាអបមញ្ញាធ្វើកល្យាណធម៌ឲ្យបរិបូរណ៍ឈ្មោះធัวអរុបនិទេសទី10អាកាសានញ្ចាយតនៈបើកសិណៈឧបចារៈនិងអបណាសេចក្តីផ្សេងគ្នាក្នុងអាកាសានញ្ចាយតនៈកែសព្សោកែរូបសញ្ញាណੰកែសមតកមាកែបដិខសញ្ញាណੰអថង្គមាកែនីណតសញ្ញាណੰអមនសិការាសេចក្តីផ្សេងនៃបាធៈសេចក្តីដោយសង្ខេបកែអនន្តោអាកាសោកែអាកាសានញ្ចាយតនៈវិញ្ញាណញ្ចាយតនៈកែអត្តក្នុងវិញ្ញាណញ្ចាយតនៈអកញ្ចញ្ញាយតនៈកែអត្តក្នុងអកញ្ចញ្ញាយតនៈនៃវសញ្ញានាសញ្ញាយតនៈកែអត្តក្នុងនៃវសញ្ញានាសញ្ញាយតនៈអរូប4ឧបមាដោយបុរស4នាក់សមាធិនិទេសទី11អាហារេបដិកោលសញ្ញាភ័យការអំពីអាហារជាហេតុអាហារដែលប្រាថ្នាក្នុងកម្មដ្ឋាននេះបដិកោលដោយដំណើរដើរឈ្មោះធัวបរិគោលដោយការស្វែងរកបរិគោលដោយការបរិភោគបរិគោលដោយទីអាស្រ័យបរិគោលដោយកន្លែងតម្កល់នៅក្នុងផ្ទៃបរិគោលដោយភាពដែលមិនទាន់រលួយបរិគោលដោយភាពដែលរលួយហើយបរិគោលដោយផលបរិគោលដោយការហូរចេញបរិគោលដោយប្រឡាក់ប្រឡោសអាហារេបរិគោលសញ្ញាឈានអានិសង្ឃនៃអាហារេបរិគោសញ្ញាចាតុចតុធាតវវដ្ឋានពីអធិដ្ឋានបត់មេតិកាចតុធាតវវដ្ឋាន2យ៉ាងចតុធាតវវដ្ឋានដោយសង្ខេបពង្រីកសេចក្តីនៃប្រសូតអធិប្បាយក្នុងមហាហត្ថិបតុបមៈសូត្រអបោតេជោវេយោភាវនានៃយ៉ាងសង្ខេបវិធីចម្រើនធាតុកម្មដ្ឋានសម្រាប់ភិក្ខុអ្នកមានបញ្ញាខ្លាំងឈ្មោះធัวវត្ថារណីចម្រើនដោយសសម្ភារសង្ខេបចម្រើនដោយសសម្ភារវិផតបថវីកោថាសកេសាលោមានខាតន្តាតចោមង្សੰអ្នកហារោ
อัตถิอัตถิมิญจังเวกังหะตยังยะกนังเกลามกังเปหกังปภาสังอันตังอันตะกุนังอุเตริยังกะไรสังมัทธะลงแกงอปาวกาวทาสะปัตตังเสมหัมปะโปโลยตังชมูทั่วเซโตเมโตอโสวสาเคลาวสังเคียลิกาและสิกามุตตังติโจกาวทาสะเวียโยกาวทาสะจำรานโดยสะและคณะสังขายจำรานโดยสะและคณะวิพอดมเนสิการะตอยอาการะดับใบกับบานเวียจนัดเทะเตากะลาปะเตาจุนเตากายปอดและขนาดติเตากายปอดสมุทธาเนเตากายปอดเนียนัทเทกัตเตากายบดมหันตปาโตเพียเวียตีเฮกายบดมหันตปาโตเพียวเตากายบดมหาภูตสัมมัญญเตากายบดมหาปะริหารเตากายบดมหาวิการเตากายบดมหันตาภูตันตาจะชมูทั่วกายบดวินิโพเกียวินิโพกะเตากายปอดสเพียกะวิสเพียกะเตากายปอดอชอติกะเปียเหระวิเศษเตากายปอดสังกะหะเตากายปอดปัจจยเตากายปอดอะสมันนาหารเตากายปอดปัจจยวิเพียกะเตาเทียโตเววัฏาเนทืออ้อยสมรัจอุปจารสมาธิในซองในเทียดเววัฏานะสรบสมาธินิเตในซองในกายจำรานสมาธิเมียนกาเนาจะซอกนองปัจจุบันจะในซองเมียนวิปัสสนาจะในซองเมียนอภิญญาจะในซองเมียนภพวิสัยจะในซองเมียนนิโรธจะในซองบอดสรบนิเตได้บานโปลมาคายอัติวิเทนิเตตีดับปีโลกยะอภิญญาปรามวิธีอบรมจัดจูลตามลำดับกะเสนะจูลบัญชากะเสนะชมูทั่วกายจูลโดยอนุโลมหนังปะได้โลมในกะเสนะกายจูลตามลำดับในเชียนกายจูลจระเชียนกายจูลเชียนเตียงตามลำดับเตียงบัญชากายจูลพลอรมลองเชียนกาโจรมลองเนากะสนะกาโจรมลองแต่งเชียนแต่งกะสนะกาประพฤติกันลองเนาอ่องกาประพฤติกันลองเนาอารมณ์กาประพฤติกันลองแต่งอ่องแต่งอารมณ์กากำนัดอ่องเชียนกากำนัดอารมณ์กาเทวรัติเจียเพระทงนวิธีเทวสกได้เจียเยี่ยมรัดดับยางมวยอัฐทานรัดปีวิกบวิกบเป็นเนรัตใบมโนมยรัตบุญเยียนนะวิภาระรัตเยียนนะวิภาระรัตระบอบเปรียเปียกละเยียนนะวิภาระรัตระบอบเปรียสังกัจเยียนนะวิภาระรัตระบอบเปรียภูตบาลมูทัวสมาธิวิภาระรัตสมาธิวิภาระรัตระบอบเปรียสไรบดสมาธิวิภาระรัตระบอบเปรียสังจีเวะสมาธิวิภาระรัตระบอบเปรียคานุเกาไตญาธาระสมาธิวิภาระรัตระบอบอุตราอุบาสิกาสมาธิวิภาระรัตระบอบระเนียงสมาวตัยอะไรรัตกรรมวิปกัจเจรัตปุญญวตารัตวิเจียมยรัตตัทธะอิเชนัทเทเนอธิกายอัตบัตปลัยปะหุเพียเวปาเดหายะปาเดหาระยะอธิวิธีภูมิบุญในรัตบาทในรัฐบุญบอดปรำใบในรัฐมูลดอกปรำใบในรัฐอัฐทานโดยเยียนเรื่องเปรโจละ
ปัฏฐกะเอกะเพียวะปาได้หาได้ยะอาวิเพียวะปาได้หาได้ยะเตเราเพียวะปาได้หาได้ยะโยชมุทัวอาวิเพียวะปาได้หาได้ยะเตเราเพียวะปาได้หาได้ยะดาวตุ่มลูวัตถุปัดบางเมียนจุนเจียงจะดามบ้านเงือบตั้งมุยขนมได้บ้านดาวเลอตักมันใบทะเลบ้านเต้าเตียงพนันขนมอากาศบ้านโยกได้สเตียบองไอประจันประตัดบ้านเรื่องนันโตปนันเนียกเรียปราอำนาจโดยกายเต้าพรหมโลกบ้านอธิบายสกใดในบาลัยเทอตีสงายเต้าจะตีจัดบ้านเทอตีจัดไอเต้าจะตีสงายบ้านเทอวัตถุจราในเต้าเจียติดบ้านเทอวัตถุติดไอเต้าจะจรานบ้านเทอวัตถุมันสงายไอเต้าจะสงายบ้านบางเอาจัดเต้าดอยอำนาจกายกับบ้านเต้าดอยอติสเมียนกายบ้านวิกบปเนรัฐสมราชอัมปีจัดอภิเนียนิเตตีดับใบเตปสาวตเทียดกถาธิบายซับอะไรวิธีเทอนิเตวิธีเทอเตปสาวสมุทัวเจตาปริยญาณกถาอธิบายซับอะไรเจตาปริยญาณปริยญาณวิธีเทอเจตาปริยญาณอธิบายจัดต่อประมวยประเภทปเปนิเวียสานุสเตญาณกถาบุคคลบุญปุระลึกปเปนิเวียสะนิบ้านรำลึกบ้านเซงคเนียเปรียบอานุเพียบในเยียนวิธีเทอโนปเปนิเวียสานุสเตกาตั้งขนมปเปนิเวียสเยียนอัดในเจียดนังกับสังวัดกับวิวัดกับสังวัดตะกับปรมแดนในสกได้วินเนียปุถะเขตปุถะเขตใบเตโจสังวัตกับแปรตัดปรมเปลกาดล้างระยะเปลได้วินเนียอภัสสระเปรมสาวยะพระมาเศร้าอย่าโปรมาเศร้าอย่ารู้ภายในเจียห้าสมเจียสไลอ่านมาดังเตี้ยอภัสระโปรมาเศร้าอย่ารู้ภายในเจียห้าประจันกาดล่างเนขัดตระกาดเมียนอาหาดอประนัดกับบาเต้าโมดกระไรสะทวีนังเมทนกาดเมียนลัวชมูทัวอาตเนียเตียนกาดเมียนประเรเจียดมบงกาดเมียนระยะกาลในยาสังไข่ยากับขนมเตโจสังวัดะอาเปาสังวัดะระยะกาลในยาสังไข่ยากับขนมอาเปาสังวัดะวิโยสังวัดะระยะกาลในยาสังไข่ยากับขนมวิโยสังวัดะโลกะวิเนียโดยอาโกซาลมูลเจียให้กายอัดบาลัยได้สมได้ยาการะรมลึกจะโตปปาตาเยียนกถากายอัดบาลัยขนงจะโตปปาตาเยียนตปจะโคยะทากรรมโมปะกาเยียนตัวจรัตอาริยปวาดเรื่องภิกขุกมล้อแต่ดีละเปรอะไรยะวิธีขมาโตไม่ชาตเทอบายโตกเตวินาบาทนิระยะสกเตจับรามเทอตปจะโคกาลบัตตปจะโคกาดล่างตปจะโคจีอันตรายดอปุถุชนสมุทัวลำดับในกาดล่างในตปจะโคปะกันนกะกถาอธิวิทาเยียนปะประตูขนองอารามปรมปลตปะสาวเทียตัวเยียนประตูขนองอารามบุญเจตาปริยญเยียนประตูขนองอารามปรมใบไปจุบันจัดไปสัตตปัจจุบันอาเทียปัจจุบันปเปนิเวียสัญเยียนประตูขนองอารามปรมใบตปจะโคเยียนประตูขนองอารามบุญอนากตังสัญเยียนประตูขนองอารามปรมใบยะทากามูปะกตัญเยียนประตูขนองอารามปรม
សអក្សរសង្ខេបប្រើក្នុងលេខយោងអភិធាគឺអភិធម្មបៃដកធាតុកថាអភិបៈគឺអភិធម្មបៃដកបឋានអភិវិគឺអភិធម្មបៃដកវិភាំងអភិសង្ឃគឺអភិធម្មបៃដកសង្កនិសុគឺសតន្តបៃដកអង្គអគឺអង្គតរនិកាយអដ្ឋកនិបាតអំឯគឺអង្គតរនិកាយឯកនិបាតអង្គឯកគឺអង្គតរនិកាយឯកាទេសកនិបាតអំចៈគឺអង្គតរនិកាយចតុកនិបាតអំឆៈគឺអង្គតរនិកាយឆកនិបាតអំតិគឺអង្គតរនិកាយតិកនិបាតអំតៈគឺអង្គតរនិកាយទសកនិបាតអំអ្នកគឺអង្គតរនិកាយនវកនិបាតអំបៈគឺអង្គតរនិកាយបញ្ចកនិបាតអំសៈគឺអង្គតរនិកាយសតកនិបាតខុអ៊ីគឺខុតកនិកាយឥតិវតកៈខុឧគឺខុតកនិកាយឧទានខុគឺខុតកនិកាយខុតកបាធៈខុជុគឺខុតកនិកាយជុលនិតេខុជាឯគឺខុតកនិកាយជាតកឯកនិបាតខុជាតិគឺខុតកនិកាយជាតកតិកនិបាតខុធម្មៈគឺខុតកនិកាយធម្មបទខុបដិគឺខុតកនិកាយបដិសម្ភិទាមៈខុមហាគឺខុតកនិកាយមហានិទេសខុសុគឺខុតកនិកាយសតន្តនិបាតទីបាគឺទីខនិបាយទីខនិកាយបាដកវៈទីមៈគឺទីខនិកាយមហាវៈទីសីគឺទីខនិកាយសីលខន្ធវៈមៈឧគឺមជ្ឈិមនិកាយឧបរិបណ្ណាសកៈមៈគឺបច្ฉิមនិកាយមជ្ឈិមបណ្ណាសកៈមៈមូគឺមជ្ឈិមនិកាយមូលបណ្ណាសកៈវិមៈគឺវិនយបៃដកមហាវិភាំងវិបៈគឺវិនយបៃដកបរិវារវិមៈគឺវិនយបៃដកមហាវិភាំងមហាខន្ធកៈសង្ឃគឺសង្យុត្តកៈសង្យុត្តនិកាយខន្ធវីរវៈសង្ឃនិគឺសង្យុត្តនិកាយនិទានវៈសង្ឃមៈគឺសង្យុត្តនិកាយមហាវៈសង្ឃសកៈគឺសង្យុត្តនិកាយសគាថវៈសង្ឃសៈគឺសង្យុត្តនិកាយសលាយតនវៈឯកសារជំនួយប្រត្រៃបិដកខ្មែរវិសុទ្ធមគ្គបាលីភាគទី1 2 3វិសុទ្ធមគ្គសង្ខេបអាចារ្យអុចរស់និងអាចារ្យឈឹមទួចសទានុក្រមបាលីខ្មែរចេញថ្មីពុទ្ធសករាជឆ្នាំ2551បទានុក្រមធម្មបទភាគ1ភាគ2ភាគ3អភិធានបតិបេកាមឹងសេះវិធីប្រែបាលីមង្គលដ្ឋតិបនីប្រែភាគទី1ទី2ទី3ទី4 9វចនានុក្រមខ្មែរភាគ1ភាគ2សម្ដេចជួនណាត10ធាតបតិបេកា11ប្រជុំភានវរៈបាលីប្រែពិសេស12សម្ព័ន្ធធមេលានិងឯកសារផ្សេងមួយចំនួនទៀតចូលកុំភ្លេចខ្លួនរោគធរអា